occasion of the 45th នាំ anniversary of កម្ពុជា ASEAN, Cambodia ចូល is សមា proud គម to អាស៊ាន assume the prestigious មរ role ត of កលោកតា outgoing chair for the second time since joining ASEAN in 1999. ជាបឋមមុននឹងចូលដល់ប្រធានបទនេះផលិតករសូមរំលឹកអំពីការចាប់ផ្ដើមជារដ្ឋមន្ត្រីការបរទេសរបស់សម្ដេចតេជោនាឆ្នាំ1979ក្នុងវ័យ27ឆ្នាំជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេលើពិភពលោកលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនបានសរសេរថានៅថ្ងៃទី8មករាឆ្នាំ1979ក្រោយពីរំដោះប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតរដ្ឋាភិបាលថ្មីដែលមានឈ្មោះថាក្រមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាត្រូវបានបង្កើតឡើងដែលពេលនោះខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់គ្រប់អាយុ27ឆ្នាំផងគឺជារដ្ឋមន្ត្រីវ័យក្មេងជាងគេនៅលើពិភពលោកកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថាមេរៀនដែលគួររៀនសូត្រពីសម្ដេចតេជោហ៊ុនសែននៃប្រទេសកម្ពុជាប្រសិនបើអ្នកជំនាញទំនាក់ទំនងអន្តរជាតិនិងបញ្ញវន្តមានបំណងសិក្សាអំពីដំណើរការទូតនៃរដ្ឋតូចមួយក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយនោះពួកគេគួរតែយកកម្ពុជាមកធ្វើជាករណីសិក្សាទោះបីគឺជាប្រទេសចុងក្រោយគេបំផុតដែលបានចូលរួមក្នុងសមាគមអាស៊ានក៏ពិតមែនប៉ុន្តែកម្ពុជាបានដើរតួនាទីដ៏សំខាន់ជាពិសេសនៅពេលនិយាយដល់ហ្គេមភូមិសាស្ត្រនយោបាយដែលសម្ដេចតេជោហ៊ុនសែនបានលេងហ្គេមនេះយ៉ាងប៉ិនប្រសប់បើតាមអ្នកជំនាញខាងកិច្ចការអាស៊ីគោលនយោបាយការបរទេសរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយយោងលើទស្សនៈយល់ឃើញពីសកលលោករបស់សម្ដេចតេជោហ៊ុនសែនដែលមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មហាអំណាចណាមួយមិនថាសហរដ្ឋអាមេរិកឬចិននោះទេហើយក៏មិនត្រូវបានរឹតបន្តឹងក្នុងការប្រកួតប្រជែងរវាងពួកកំពូលមហាអំណាចនោះផងដែរក្នុងនាមជាប្រទេសតូចមួយនិងកំពុងអភិវឌ្ឍកម្ពុជាព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រទេសស្ថិតនៅភាគខាងត្បូងនៃពិភពលោកនិងទទួលបានផលចំណេញពីគ្រប់ទិសពីការទំនាក់ទំនងការទូតនិងការចូលរួមក្នុងការប្រព័ន្ធពហុពលនៅក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនកម្ពុជាបានផ្លាស់ប្ដូរទំនាក់ទំនងជាមួយពួកមហាអំណាចជាច្រើនដងក្នុងគោលបំណងការពារផលប្រយោជន៍ជាតិនៅក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់សម្ដេចតេជោហ៊ុនសែនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាមនុស្សមាត់ឥតសំចៃនិយាយត្រង់ការសម្រេចចិត្តរបស់លោកដើម្បីអនុម័តលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិថ្កោលទោសសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនមិនត្រឹមតែធ្វើឲ្យបណ្ដាប្រទេសជាសមាជិកអាស៊ានគ្នាឯងនិងសហគមន៍អន្តរជាតិភ្ញាក់ផ្អើលនោះទេសូម្បីតែរុស្ស៊ីដែលកាលពីមុនជាអតីតសហភាពសូវៀតនិងដែលបានផ្ដល់ជំនួយដល់កម្ពុជាកាលពីអតីតកាលក៏មានការភ្ញាក់ផ្អើលផងដែរប៉ុន្តែសម្រាប់អ្នកដែលស្គាល់សម្ដេចតេជោហ៊ុនសែនពួកគេប្រកាសជាដឹងថារាល់ការសម្រេចចិត្តផ្នែកការទូតរបស់លោកគឺមានភាពបត់បែនដើម្បីការពារផលប្រយោជន៍ជាតិដែលនេះគឺជាមូលហេតុដែលធ្វើឲ្យគេពិបាកក្នុងការវាស់ស្ទង់ថាតើលោកនឹងធ្វើអ្វីទៀតនៅពេលបន្ទាប់ក៏ប៉ុន្តែទោះជាបែបនេះក្តីបើសម្លឹងឆ្ពោះទៅមុខគោលនយោបាយការបរទេសរបស់កម្ពុជាគឺបន្តថ្កោលទោសទៅលើបណ្ដាប្រទេសដែលអាចមានឥទ្ធិពលលើសេដ្ឋកិច្ចនយោបាយនិងសន្តិសុខរបស់កម្ពុជាសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាមានមូលហេតុសំខាន់ចំនួន4ដែលឲ្យសម្ដេចយកកម្ពុជាចូលជាសមាជិកអាស៊ាន
កាលពីថ្ងៃទី5ខែសីហាឆ្នាំ2022ថ្លែងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្ដេចតេជោបានថ្លែងឲ្យដឹងថាមូលហេតុចំនួន4រួមមានកត្តាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកស្មារតីសហគមន៍ការអនុវត្តសេដ្ឋកិច្ចសង្គមតាក់ទងសមារណកម្មនិងច្រកទ្វារចេញចូលនៃការទូតរបស់កម្ពុជាសម្ដេចតេជោហ៊ុនសែនបានបញ្យល់លម្អិតអំពីកត្តាសំខាន់ទាំង4នេះផងដែរថានៅទីក្រុងភ្នំពេញចំណុចនេះគឺជាចំណុចដែលខ្ញុំគួរតែត្រូវបានចែករំលែកដើម្បីចង្អុលបង្ហាញថាហេតុអ្វីទៅបានជាហ៊ុនសែនបដូរផ្ដាច់ខ្លាំងម្ល៉េះជាមួយនឹងការចូលរួមអាស៊ានឥឡូវចាប់ផ្ដើមដំបូងមុននឹងចូលដល់កត្តាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាសម្ដេចតេជោបានបញ្ជាក់ថាកត្តានេះជាកត្តាធំធេងបំផុតដែលទាក់ទាញកម្ពុជាចូលអាស៊ានបើសិនជានៅក្នុងអាស៊ានគ្រាន់តែចូលទៅដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាកម្ពុជានឹងមិនចូលរួមទេប៉ុន្តែអាស៊ានគ្មានបងតូចបងធំអាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទេទី2ជាស្មារតីសហគមន៍សម្ដេចតេជោបានបញ្ជាក់ថាស្មារតីសហគមន៍គឺជាការធ្វើការតាមកុងសង្ស៊ីសរឿងនេះវាសំខាន់ខ្លាំងណាស់គ្មានប្រទេសតូចគ្មានប្រទេសធំគ្មានប្រទេសអ្នកមានគ្មានប្រទេសអ្នកក្រសិទ្ធិស្មើគ្នាទាំងអស់អាស៊ានមិនត្រូវការធ្វើការតាមរយៈការបោះឆ្នោតទេដែលអាចនាំឲ្យមានការបែកបាក់អាស៊ានចំណុចនេះបានធ្វើឲ្យអាស៊ានមានសាមគ្គីភាពស្វះស្វែងរកចំណុចរួមដើម្បីសម្រេចអ្វីដែលអាស៊ានចង់បានសម្ដេចបានសង្កត់ធ្ងន់ថាកត្តានេះហើយធ្វើមិនឲ្យមានបងធំបងតូចដូចនៅក្នុងតំបន់មួយចំនួនពលសមាជិកអាស៊ានប្រទេសមួយសំឡេងមួយទី3ការអនុវត្តសេដ្ឋកិច្ចសង្គមតាក់ទងសមារណកម្មចំណុចនេះសម្ដេចបានពន្យល់យ៉ាងដូចនេះថាកម្ពុជាទទួលបានប្រយោជន៍យ៉ាងច្រើនពីការជំរុញការអភិវឌ្ឍហើយនៅក្នុងរយៈពេលកន្លងទៅនេះចាប់តាំងពីឆ្នាំ2000មកគំនិតផ្ដួចផ្ដើមស្ដីស្មារតីកម្មអាស៊ានកាត់បន្ថយគម្លាតរវាងអាស៊ានចាស់និងអាស៊ានថ្មីក៏បានធ្វើយ៉ាងខ្លាំងហើយកម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំពីស្មារតីកម្មនេះប្រទេសដៃគូនៅខាងក្រៅក៏បានចូលរួមយ៉ាងច្រើនដើម្បីពន្លឿនដំណើរការនៃការធ្វើស្មារតីកម្មដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មីដូចជាកម្ពុជាមីយ៉ាន់ម៉ានិងឡាវដែលត្រូវធ្វើសមារណកម្មដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាងទី4ច្រកទ្វារចេញនៃការទូតរបស់កម្ពុជាសម្ដេចតេជោបានថ្លែងថាកម្ពុជាមានផលប្រយោជន៍ពីការចូលរួមអាស៊ានព្រោះអ្វីអាស៊ានមានដៃគូច្រើនអញ្ចឹងនៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ានបានន័យថាខ្លួនបានក្លាយទៅជាដៃគូជាមួយដៃគូខាងក្រៅផងដែរអញ្ចឹងវាជាផ្នែកមួយនៃច្រកចេញការទូតរបស់កម្ពុជាតាមរយៈអាស៊ានដែលមានដៃគូច្រើនបើទោះបីកម្ពុជាបានទាញប្រយោជន៍ពីការចូលជាសមាជិកអាស៊ានច្រើនយ៉ាងណាក្តីតែកម្ពុជាក៏បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើសេចក្តីសម្រេចនានានៅក្នុងក្របខ័ណ្ឌតំបន់មួយនេះកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី3កាលពីឆ្នាំ2022សម្ដេចតេជោបានបង្ហាញពីភាពរីករាយនិងមោទនភាពផងដែរសម្ដេចតេជោបានលើកឡើងថាតាមរយៈតួនាទីជាប្រធានអាស៊ាននេះបានធ្វើឲ្យមេដឹកនាំពិភពលោកបានមកជួបជុំគ្នានៅកម្ពុជាដើម្បីដោះស្រាយបញ្ហានានារបស់តំបន់និងពិភពលោកសម្ដេចតេជោបានគូបញ្ជាក់ទៀតថាមានកត្តាសំខាន់ពីរដែលនាំឲ្យកម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនាពេលនោះគឺកត្តាសុខសន្តិភាពនិងការគ្រប់គ្រងបានដោយជោគជ័យ
ឬការរាតត្បាតជំងឺ COVID-19 សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានគឺជាអង្គការថ្នាក់តំបន់មួយរួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង10ជាសមាជិករួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី30 ខែមេសាឆ្នាំ1999ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាមអាស៊ានជាអង្គការតំបន់ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើស្មរណកម្មក្នុងចំណោមសមាជិកទាំងអស់ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី8 ខែសីហាឆ្នាំ1967គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ចវឌ្ឍនភាពសង្គមនិងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់រួមជាមួយការការពារសិទ្ធិសេរីភាពនៅក្នុងតំបន់និងការផ្តល់យន្តការរួមសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធីអាស៊ានគ្របដណ្ដប់លើផ្ទៃដី 4.4 លានគីឡូម៉ែត្រការ៉េស្មើនឹង 3% នៃផ្ទៃដីសរុបប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបជាង600លាននាក់ស្មើនឹង 8% នៃប្រជាជនពិភពលោកអាស៊ានត្រូវបានគេប្រៀបប្រដូចទៅនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី5នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកចិនជប៉ុនអាល្លឺម៉ង់និងអង់គ្លេសនាំកម្ពុជាចូលសមាគមអាស៊ានមរតកលោកតា